Good morning from Cambodia. I want to underline our activity of the Don Bosco Cape Past Pupil Association, especially this weekend. We have the past pupil of the Social Communication Department, both of the one of Sihanoukville and the one of Cape. And it was very, very, very nice to see past pupils coming from different provinces of Cambodia and from different sectors. Many of them working in private companies, others having their own businesses, even from the government, from the military, from every place. It is a great proud for our mission of Don Bosco in Cambodia, with all these years working that young people, children from rural areas, indigenous communities, they can have an opportunity for life. So I really appreciate it. This is the fruit of Don Bosco of all these years of mission. We say thanks to all the benefactors, donors, volunteers, all the teachers, especially them because they are also past pupils, and all the friends of Don Bosco in Cambodia. We keep going in our mission, working for the children and youth, and then when we see so many young people trying their best for life, being good citizens, being good people, I think we have hope in the future, hope in humanity, and hope in our mission. So we go and we continue being Don Bosco, Cambodia. Thank you very much. Bàជំរាបសួរខ្ញុំឈ្មោះបែនសុកហ៊ានជាអតីតសិស្សចាស់នៅផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន Don Bosco ខេត្តព្រះសីហនុចំនួនទី 5 ខ្ញុំយល់ថាកម្មវិធីជួបជុំសិស្សចាស់ទាំងពីរផ្នែកនៅថ្ងៃនេះគឺជាឱកាសមួយដ៏កម្រជាទីដែលយើងអាចជួបជុំជាមួយនឹងលោកគ្រូអ្នកគ្រូសិស្សច្បងសិស្សប្អូនមិត្តរួមចំនួនជាច្រើនដែលពួកគាត់បានបញ្ចប់ការសិក្សាហើយពេលនេះកំពុងបំពេញការងារនៅតាមស្ថាប័នជាច្រើនទីនេះក៏ជាឱកាសសម្រាប់ពួកគាត់ចែករំលែកបទពិសោធន៍ទៅដល់សិស្សប្អូនជាឱកាសដើម្បីយើងសួរសុខទុក្ខលោកឪពុកដែលជាអ្នកមានគុណទី2របស់យើងបាទសូមជម្រាបសួរខ្ញុំឈ្មោះ Ignite ជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាននៅសាលាបច្ចេកទេស Don Bosco ខេត្តព្រះសីហនុខ្ញុំជាសិស្សចំនួនទី4នៃផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានបច្ចុប្បន្នខ្ញុំធ្វើការនៅស្ថាប័នសារព័ត៌មាន AMS ហើយអាចជាថាលើកទី1ដែលខ្ញុំបានជួបជាមួយនឹងសិស្សប្អូននៅសិស្សចាស់នៅខេត្តកែបមួយទៀតដែរសម្រាប់បងប្អូនដែលគាត់បានអញ្ជើញចូលរួមមកថ្ងៃនេះខ្ញុំសំណូមពរឆ្នាំក្រោយបើយើងមានកម្មវិធីយើងអាចជួបជុំដើម្បីចែករំលែកដល់ជាពិសេសបងប្អូនដែលគាត់បានបញ្ចប់ការសិក្សាទៅថ្មីគាត់មិនទាន់មានការងារធ្វើល្អអាចចែករំលែកពីព័ត៌មានការងារឬក៏បទពិសោធន៍របស់ខាងសិស្សច្បងនោះដល់សិស្សប្អូនប៉ុន្តែយើងក៏មិនអាចដាក់បន្ទុកថាពួកគាត់មិនអាចចូលរួមនេះជាកំហុសពួកគាត់ទាំងស្រុងដែរព្រោះថាយើងម្នាក់សុទ្ធតែមានភារកិច្ចចាំបាច់ដែលត្រូវបំពេញការងារឬក៏ភារៈផ្ទាល់ខ្លួនជាក់ស្ដែងខ្ញុំសូមអរគុណដល់សិស្សចាស់ទាំងអស់ដែលគាត់បានចូលរួមនៅថ្ងៃនេះហើយសង្ឃឹមថានៅឆ្នាំក្រោយៗទៀតគាត់នឹងអាចឆ្លៀតពេលវេលាសម្រាប់ចូលរួមឲ្យបានច្រើនក៏នឹងមានចំនួនកាន់តែច្រើនឡើងបងឈ្មោះលីណាហើយបងរៀននៅសាលាបច្ចេកទេស Don Bosco នេះចំនួនទី 5 ហើយឥឡូវហ្នឹងបងចេញទៅធ្វើការរយៈពេល10ឆ្នាំហើយថ្ងៃនេះការជួបជុំសិស្សចាស់គឺបងសប្បាយចិត្តមែនទែនដោយសារទី1បងអាចជួបសិស្សប្អូនគ្រប់គ្នាមួយទៀតបងអាចជួបសិស្សច្បងមានទំនាក់ទំនងគ្នាទៅវិញទៅមកផ្ដល់នូវបទពិសោធន៍អ្វីដែលថ្មីគឺបងសប្បាយចិត្តមែនទែនជាពិសេសជាមួយលោកពុកយើងអរគុណគាត់មែនទែនលោកពុកដែលបានបរិញ្ញានឹងបណ្ដុះបណ្ដាលនឹងបើកសាលាបច្ចេកទេស Don Bosco ខេត្តកែបនេះឬមិននៅកំពង់សោមក៏ដោយចាអរគុណមែនទែនជាសំណូមពររបស់ខ្ញុំចង់ឲ្យមានពិធីជួបជុំសមាគមសិស្សចាស់
Don Bosco ទាំងនៅប្រទេសអនុទាំងនៅខេត្តកែបជាខោចណាស់ឲ្យបាន2ឆ្នាំម្ដងដើម្បីពួកយើងមានឱកាសសំណេះសំណាលចែករំលែកចំណេះដឹងបទពិសោធន៍ក៏ដូចជារក្សាសាមគ្គីភាពគ្រួសារ Don Bosco ឲ្យមានភាពរឹងមាំយូរអង្វែង